Hello everybody ជំរាបសួរបងប្អូនអ្នកសិក្សាទាំងអស់គ្នាចាថ្ងៃនេះខ្ញុំអ្នកគ្រូមានប្រធានបទថ្មីមួយទៀតគឺពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ប៉ុន្តែនិយាយអំពីគុណវិបត្តិនៃទេសចរណ៍ Disadvantage of tourism ចាគឺជាសំណេរដែលចេញក្នុងការប្រឡងផ្សេងណាបងប្អូនមិនថាបងប្អូនឌីប្លូមដែលរៀនថ្នាក់បាក់ឌុបប្រឡងបាក់ឌុបនិងប្រឡងចូលនៅក្រសួងផ្សេងណាបងប្អូនណាចាសម្រាប់បងប្អូនដែលមិនទាន់បាន subscribe channel អ្នកគ្រូសូមជួយ subscribe ម្នាក់មួយផងណាបងប្អូនដើម្បីបានប្រធានបទថ្មីពីអ្នកគ្រូទៀតចាអរគុណច្រើនអញ្ចឹងយើងទៅចាប់ផ្ដើមប្រធានបទរបស់យើងអូខេ Disadvantage of tourism គុណវិបត្តិនៃទេសចរណ៍ឬក៏នៃវិស័យទេសចរណ៍ចាគឺបានដូចគ្នា Okay we read together Most people think that tourism is very important in developing our country to be a rich country. In contrast, some people have suffered from tourism. In fact, there are several head effects of tourism. Okay, we read together. We read again. Most people think that tourism is very important in developing our country to be a rich country. In fact, some people have suffered from tourism. In fact, there are several head effects of tourism. Okay, តើយើងទៅប្រើទាំងអស់គ្នាមនុស្សភាគច្រើនគិតថាវិស័យទេសចរណ៍មានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសរបស់យើងឲ្យក្លាយទៅជាប្រទេសអ្នកមានមួយដឹងគេដែរនៅក្នុងពិភពលោកណាផ្ទុយទៅវិញចាអូខេ in contrast នេះផ្ទុយទៅវិញមនុស្សមួយចំនួនបានរងគ្រោះពីវិស័យទេសចរណ៍អូខេតាមពិតទៅមានផលប៉ះពាល់ជាច្រើនដល់វិស័យទេសចរណ៍ចានៅក្នុងសម្រាប់ប្រធានបទមុនអ្នកគ្រូបានលើកឡើងអំពីគុណវិសម្បត្តិនៃវិស័យទេសចរណ៍អញ្ចឹងវគ្គនេះគឺនិយាយអំពីគុណវិបត្តិចាអញ្ចឹងបងប្អូនអាចប្រៀបធៀបគ្នាបានណាថាមួយណាដែលល្អជាងអូខេវាអានបន្ត Recently, some people in some part of our country have been invited by powerful people who are selfish in order to take over the land to sell to foreign investors, to create holiday resorts or to build hotels and restaurants. Okay, យើងអានម្ដងទៀត Recently, some people in some part of our country have been invited by powerful people who are selfish in order to take over the land to sell to the foreign investor, to create holiday resorts or to build hotel and restaurant. អូខេចឹងយើងទៅប្រែទាំងអស់គ្នាថ្មីនេះប្រជាជនមួយចំនួននៅក្នុងប្រទេសយើងត្រូវបានបណ្ដេញចេញដោយជនមានអំណាចបានន័យថាគេរំលោភយកដីធ្លីរបស់យើងណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដើម្បីយកដីទៅលក់ឲ្យអ្នកវិនិយោគបរទេសដើម្បីបង្កើតកន្លែងកម្សាន្តឬសាងសង់សណ្ឋាគារនិងភោជនីយដ្ឋានជាដើមចាក៏ពិតគឺមានច្រើនពិតមែននៅតាមទីកន្លែងកំសាន្តឬក៏ស្រុកភូមិដាច់ស្រយាលមួយចំនួនហ្នឹងគឺពិតជាមានជនមានអំណាចហ្នឹងគាត់បានរំលោភបំពានដីផ្ទះរបស់ប្រជាពលរដ្ឋហ្នឹងដើម្បីយកទីតាំងហ្នឹងធ្វើតំបន់កំសាន្តនិងដើម្បីទាញជាប្រយោជន៍របស់ពួកគាត់ចាអូខេបន្តទៀត Their homes have been destroyed and they become hopeless people who live in poverty. Okay. Some foreign tourists tend to visit our country to have sexual exploitation with under 18 girls. So they spend their money to buy young girls from the bad people who do business in sex. Okay, read again.
Their homes have been destroyed and they become homeless people who live in poverty. Some foreign tourists tend to visit our country to have sexual exploitation with under 18 girls. So they spend their money to buy young girls from bad people who do business in sex. Okay, ពិតជាមានចឹងមែនចាចាប់ពីដូចជាចាប់ពីឆ្នាំ93មកបងប្អូនណាគឺស្រុកខ្មែរយើងគឺសបោរឿងផ្លូវភេទហ្នឹងមែនតើផ្ទះរបស់ពួកគេត្រូវបានបំផ្លាញហើយពួកគេក៏ក្លាយទៅជាជនអនាថាចា hopeless people ជនអនាថាដែលរស់នៅក្នុងភាពក្រីក្រអ្នកទេសចរបរទេសខ្លះមានទំនោរមកលេងប្រទេសយើងដើម្បីរកស៊ីផ្លូវភេទជាមួយនឹងក្មេងស្រីអាយុ18ឆ្នាំដូច្នេះហើយពួកគេបានចំណាយលុយទិញក្មេងស្រីវ័យក្មេងពីមនុស្សអាក្រក់ដែលរកស៊ីជួញដូរផ្លូវភេទចានៅស្រុកយើងហើយមិនថាតែប្រទេសយើងគឺប្រទេសផ្សេងទៀតក៏មានដែរក្នុងការជួញដូរផ្លូវភេទហ្នឹងចាអញ្ចឹងយើងប្រុងប្រយ័ត្នទាំងអស់គ្នា On the result some Cambodian girls face to have HIV and they are sold from place to place and live in suffer in a hill with everyone is every frightened. Moreover, when there are more tourists, there will be more pollution and grimace. Yeah, read it again. On the result, some Cambodian girls face to have HIV, and they are sold from place to place, and live in suffer in a hill which everyone is every frightened. Moreover, when there are more tourists, there will be more pollution and grimace. Okay. នេះប្រែអរគ្នាជាលទ្ធផលក្មេងស្រីកម្ពុជាមួយចំនួនប្រឈមនឹងមេរោគអេដចាហើយពួកគេត្រូវបានលក់ពីកន្លែងមួយទៅកន្លែងមួយទៀតហើយរស់នៅក្នុងរងទុក្ខវេទនាដូចឋាននរកដូចក្នុងរស់ក្នុងឋាននរកអញ្ចឹងដែលគ្រប់គ្នាភ័យខ្លាចយ៉ាងខ្លាំងម្យ៉ាងទៀតកាលណាមានអ្នកទេសចរកាន់តែច្រើនវានឹងមានការបំពុលបរិស្ថាននិងឧក្រិដ្ឋកម្មក៏កាន់តែច្រើនដែរអូខេតទៀត so local live with pollution grimace and gridlock ចាដូច្នេះហើយអ្នកស្រុកយើងនឹងរស់នៅដោយពោពេញទៅដោយការបំពុលបរិស្ថានឧក្រិដ្ឋកម្មនិងចាក់សោក្នុងកាឡាចាក់ត្រង់ចាំបើន័យថាយើងអត់អាចចេញផុតពីរណ្ដៅហ្នឹងវាដូចនៅក្នុងរណ្ដៅហ្នឹងដែលមិនអាចចេញទៅណារួចអូខេ Finally I think that the people and the government have to think about this problem or there will be more social and environment problem អូខេជាចុងក្រោយខ្ញុំគិតថាប្រជាពលរដ្ឋទាំងអស់និងរាជរដ្ឋាភិបាលត្រូវគិតគូរពីបញ្ហានេះបើមិនដូច្នោះទេវានឹងមានបញ្ហាសង្គមនិងបរិស្ថានបន្ថែមទៀតចា៎បានន័យថាបើសិនជារាជរដ្ឋាភិបាលរបស់យើងមិនមានវិធានការក្នុងការរៀបចំនៅវិស័យទេសចរឲ្យបានល្អនិងគ្រប់គ្រងក្នុងគ្រប់គ្រងសម្រាមបរិស្ថានរបស់យើងឲ្យបានស្អាតបាតទេប្រទេសរបស់យើងឲ្យតែថាមានវិស័យទេសចរមកច្រើនជនបរទេសមកច្រើនគឺយើងនឹងប្រទេសរបស់យើងនឹងវាចលាចលរឿងអស់នឹងច្រើនមែនតើបងប្អូនចានិយាយទៅយើងមើលឃើញស្រាប់ហើយថារាល់ថ្ងៃបញ្ហាបរិស្ថានរបស់យើងគឺនៅមិនទាន់មានភាពរឹងមាំនៅឡើយទេចាអញ្ចឹងគឺទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងមែនតើពីបញ្ហាអស់ហ្នឹងចាអរគុណវីដេអូសំណេររបស់អ្នកគ្រូគឺមានប៉ុណ្ណឹងអរគុណបងប្អូនសម្រាប់ការចូលអាននិងទស្សនាទាំងអស់គ្នាជូនពរបងប្អូនប្រឡងជាប់ក្នុងវិញ្ញាសាសំណេរទាំងអស់គ្នានិងប្រឡងជាប់ឌីប្លូមបាក់ឌុបឬក៏ប្រឡងចូលក្នុងក្រសួងផ្សេងហ្នឹងសូមឲ្យជាប់ទាំងអស់គ្នាជូនពរសំណាងល្អបាយបាយជម្រាបលា